មូលហេតុដែលចាប់អាជីពជាអ្នកសារព័ត៌មានគឺដោយសារតែទីមួយវាជាក្តីសម័យចង់ខ្លាចជាអ្នកសារព័ត៌មានមួយទៀតគឺយើងផ្ដល់តម្លៃទៅជំនាញឬក៏អាជីពនេះដោយសារតែគិតថាអ្នកណាមិនអាចខ្លាចជាអ្នកសារព័ត៌មានបានទេបើន័យថាឆ្លងកាត់ការហាត់ពុតលុតដំឆ្លងកាត់ការរៀននៅក្នុងសាលាឆ្លងកាត់ការរៀនទាំងបទពិសោធន៍នៅក្នុងការរាយការណ៍ជាអ្នកសារព័ត៌មានជាអ្នកសារព័ត៌មានមួយរូបគឺប្រៀបដូចជាអ្នកពំនាំសម្លេងរបស់ពួកគាត់ដែលត្រូវការរកដំណោះស្រាយរកយុត្តិធម៌ឧទាហរណ៍ដូចជាបញ្ហាដីធ្លីបញ្ហាការប្រើប្រាស់សេវាសាធារណៈដូចជានៅតាមសាលារៀនមណ្ឌលសុខភាពការប្រើប្រាស់ទឹកស្អាតបញ្ហាបរិច្ឆេទឬក៏ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗអញ្ចឹងវាបង្កើតភាពចម្រុះនៅក្នុងសង្គមមួយបញ្ហាមានច្រើនតាមពិតអ្នកសារព័ត៌មានដូចតែមនុស្សធម្មតាដែរយើងដូចគ្នាពេលខ្លះយើងជួបប្រទះបញ្ហាក្នុងការធ្វើការវាមានបញ្ហាទាំងបញ្ហាគ្រួសារបញ្ហាការងារបញ្ហាជុំវិញជាយកព័ត៌មានរឿងកោតកម្មដែលគេទាមទារសិទ្ធិការងារអញ្ចឹងយើងមានការតាមដានការថតរូបការសាកសួរថាតើប្រភពយើងមកពីណាក្នុងគោលបំណងអីបើសិនស្ដាប់ទៅវាជារឿងធម្មតាប៉ុន្តែក្នុងនាមជាអ្នកអនុវត្តវិជ្ជាជីវៈក្នុងការងារនឹងនៅពេលដែលយើងចុះទៅផលិតព័ត៌មានហើយត្រូវបានគេតាមថតរូបតាមសួរវាមានភាពគេហៅថាអត់សូវសនុកចិត្តហើយក៏វាអាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងដែររហូតដល់មានពេលខ្លះយើងត្រូវបានគេអត់ឲ្យចូលទីតាំងណាមួយដែលយើងចង់ចុះទៅប្រឌិតយករូបភាពឬក៏ជួបជាមួយប្រភពរបស់យើងផ្ទាល់គឺទាក់ទងទៅនឹងការផលប៉ះពាល់នៃទំនុកវិទ្យាសាស្ត្រនៅកម្ពុជាដែលយើងភាគច្រើនប្រវត្តិខ្ញុំកំពុងតែខ្ញុំធ្លាប់ព្រោះសារគាត់អត់សូវគ្រប់គ្រងហើយទំននឹងក៏គាត់បារម្ភដោយសារតែយើងធ្វើការនៅក្នុងគេហៅថាការប្រឈមមួយដែលស្រួចស្រាលណាយើងមើលទៅឃើញអ្នកសារព័ត៌មានឯករាជ្យច្រើនគាត់ត្រូវបានបៀតបៀនបើយើងនិយាយជារួមដូចជាមិត្តរួមអាជីពរបស់បងជាដើមគាត់ត្រូវបានគេបៀតបៀនគាត់ត្រូវបានគេប្រើពាក្យ bully គេហៅថាគំរាមកំហែងឬក៏បៀតបៀនមតិនៅក្នុងអនឡាញអីចឹងណាអញ្ចឹងយើងឃើញថាបញ្ហាហ្នឹងវានៅតែមានប្រឈមសម្រាប់អ្នកសារព័ត៌មានស្ត្រីជាអ្នកផ្ទះរបស់យើងគាត់មើលឃើញនៅក្នុងវិស័យហ្នឹងថាវាមិនសមគេហៅថាមិនទាន់ស័ក្តិសមសម្រាប់ស្ត្រីប៉ុន្តែនៅពេលដែលយើងបានធ្វើការប្រហែលឆ្នាំបន្ទាប់មកនេះយើងបានផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ដោយមែនតើខ្ញុំបានព្យាយាមបញ្យល់គាត់ថាផ្នត់គំនិតហ្នឹងវាគ្រាន់តែជាការគិតសម័យមុនប៉ុន្តែសម័យឥឡូវការងារណាក៏ដោយគឺវាមានភាពស្មើភាពគ្នារវាងបុរសនិងស្ត្រីហើយមែនតើទៅបរិយាកាសនៅក្នុងការងារបរិយាកាសការងារនៅក្នុងវិស័យសារព័ត៌មានថ្ងៃនេះគឺគេលើកតម្កើងស្ត្រីហើយផ្ដល់ឱកាសឲ្យស្ត្រីអញ្ចឹងសំខាន់លើខ្ញុំផ្ទាល់នឹងអាចធ្វើការងារនឹងបានដោយភាពឆ្លាតវៃបត់បែនកម្រិតណាអញ្ចឹងណាហើយយើងមើលទៅលើបរិបទសង្គមមានស្ថាប័នមួយចំនួនគាត់ត្រូវបានបិទអញ្ចឹងអាការដែលអត់ការងារធ្វើនឹងក៏ច្រើនអញ្ចឹងប្រហែលជាបងមើលអត់គ្រប់ជ្រុងឬក៏មិនដឹងប៉ុន្តែបើតាមអីដែលបងឃើញអត់សូវមានអ្នកសារព័ត៌មានស្ត្រីភាគច្រើនដែលគាត់ប្រឡូកនៅក្នុងវិស័យហ្នឹងឯងអាចថាគាត់គិតពីបញ្ហាប្រឈមឬក៏អាចថាវិស័យហ្នឹងវាអត់មានពេលគ្រប់គ្រាន់សម្រាប់គ្រួសាររបស់គាត់ឬក៏អាចមកពីគេហៅថាប្រាក់កម្រៃនៅក្នុងវិស័យហ្នឹងវាអត់ទាន់សមស្របសម្រាប់តម្រូវការរបស់ពួកគាត់អាជីពជាអ្នកសារព័ត៌មានស្ត្រីបរៀនឲ្យចេះអត់ធ្មត់តស៊ូហើយនឹងមិនចុះញោមបើន័យថានៅពេលដែលយើងចុះផលិតរឿងបើសិនជាយើងអត់មានភាពអំណត់អត់ធន់ទេអត់អាចផលិតព័ត៌មានមួយដ៏ល្អបានពីព្រោះយើងអត់អាចអង្គុយទៅក្នុង office មិនសិនតិចក្នុងការិយាល័យការងារមិនសិនតិចមានទឹកត្រជាក់ទឹកក្តៅអីបានគ្រប់ពេលប៉ុន្តែអាជីពនេះគឺត្រូវឃ្លានក្តៅខ្យល់ជីកកាក់ព្រៃដែលក្នុងព្រៃវាមានគ្រប់រសជាតិអញ្ចឹងអា
ជីបនេះបានឲ្យបងស្គាល់គ្រប់ខេត្តក្រុងបានដើរក្រៅប្រទេសច្រើនហើយមួយទៀតនាំយកបទពិសោធន៍អីពីខាងមកដើម្បីចែកម្លែកទៅកាន់មិត្តរួមការងារក៏ដូចជាអ្នកផ្សេងៗនៅតាម workshop គេហៅថា training វគ្គសិក្សាខ្លីៗតិចៗចឹងណាអញ្ចឹងអាចនិយាយបានថាជំនាញនេះគឺ a big wow ចឹងនិយាយថាវាល្អពិសេសសម្រាប់បងមែនតើហើយបងឃើញថាវាជាឱកាសសម្រាប់អ្នកផ្សេងដែលគាត់ចង់ចាប់យកអាជីពហ្នឹងខ្ញុំចង់ឃើញអ្នកសារព័ត៌មានចំនួនក្រោយជាស្ត្រីច្រើនជាងហ្នឹងហើយប្រកបទៅដោយភាពប៉ិនប្រសប់និងឆ្លាតវៃក្នុងការផលិតព័ត៌មានមួយដែលផ្ដល់គុណតម្លៃទៅដល់សង្គមជាតិរបស់យើងហើយកុំខ្លាចក្នុងការចាប់ផ្ដើមធ្វើការក្នុងអាជីពនេះពីព្រោះសង្គមរបស់យើងត្រូវការអ្នកដែលប្រកែជាពិសេសគឺស្ត្រីដែលយើងធ្លាប់និយាយថាស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិប៉ុន្តែបើយើងនិយាយនៅក្នុងវិស័យសារព័ត៌មាននេះស្ត្រីគឺជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងវិស័យនេះ